កំហុសគឺមានទាំង4ភាគីទី1គឺខ្ញុំបាទបញ្ហារបស់យើងខ្ញុំគឺយើងខ្ញុំទិញដីហើយយើងមិនទាន់បានទេឈ្មោះអញ្ចឹងពេលណាដែលយើងមិនទាន់បានទេឈ្មោះគឺมันមានឈ្មោះរបស់យើងនៅក្នុងតនន័យរបស់ក្រសួងឬមួយក៏មន្ទីរទេបាទគឺនៅឈ្មោះម្ចាស់ដើមដល់ហើយអញ្ចឹងហើយធ្វើឲ្យគេអាចនឹងមានឱកាសក្នុងការដែលស្នើសុំប្លង់ថ្មីបាទនេះគឺជាកំហុសរបស់យើងខ្ញុំបាទដែលជំរាបជូនបងប្អូនទាំងអស់គ្នាឥឡូវបងប្អូនទាំងអស់គ្នាឆ្ងល់ដែរមិនបានប្លង់យើងកាន់នឹងដៃហេតុអីបានជាគេធ្វើប្លង់ថ្មីបានគឺដោយសារមូលហេតុហ្នឹងឯងយើងអត់ទាន់បានទេឈ្មោះណាបងប្អូនទាំងអស់គ្នាបាទហើយមូលហេតុដែលហេតុអីបងប្អូនទាំងអស់គ្នាមួយចំនួនសួរថាហេតុអីបានជាមិនទេឈ្មោះបងប្អូនយើងទេឈ្មោះបានមួយចំនួនហើយមិនមែនអត់ទេតែមួយចំនួនមិនទាន់បានទេហាក់ដី8ឲ្យ8ហ្នឹងក៏បានយកមេដៃរបស់ពួកគាត់ហើយដែរពួកគាត់បានផ្តិតមេដៃនៅចំពោះមន្ត្រីសុយដីហើយឯកសារហ្នឹងពងតែនៅភូមិបានស្រុកបាទឯកសារទេឈ្មោះរបស់ខ្ញុំអាដីហ្នឹងណាដីមានបញ្ហាហ្នឹងគឺម្ចាស់ដីដើមបានផ្តិតមេដៃរួចរាល់ហើយតែមិនទាន់បានបញ្ចប់គេលួចទៅធ្វើប្លង់នឹងមុនបាទតែម្ដងហើយម្ដងទៀតនេះគឺជាកំហុសរបស់យើងខ្ញុំសូមទទួលកំហុសនេះហើយខ្ញុំធ្លាប់បានធ្វើវីដេអូពីមុនដែរហើយក៏ខ្ញុំបាននិយាយដែរថានេះគឺជាកំហុសរបស់យើងខ្ញុំហើយខ្ញុំមិនបានលាក់ពីចំណុចនេះទេភាគីទី2គឺម្ចាស់ដីដើមបើទោះជាគាត់ផ្តិតមេដៃចេញពីឆន្ទៈរបស់គាត់ឬមួយក៏មិនចេញពីឆន្ទៈរបស់គាត់ក៏ដោយវាខុសតាទាំងពីរហ្នឹងបាទបើចឹងយើងលក់ដីឲ្យគេហើយយើងទៅផ្តិតមេដៃលក់ឲ្យគេម្ដងទៀតអាហ្នឹងយើងខុសធ្ងន់ណាស់ហើយបើទោះជាយើងមិនបានផ្តិតមេដៃលក់ឲ្យគេទេយើងគេយកមេដៃយើងចេះតែឲ្យមេដៃគេអាហ្នឹងក៏កំហុសធ្ងន់ដែរបាទគេយកមេដៃហ្នឹងទៅបង្ករឿងផ្សេងហ្នឹងកំហុសធ្ងន់មែនតើបាទនេះគឺជាកំហុសរបស់ភាគីទី2គឺម្ចាស់ដីដើមកំហុសរបស់ភាគីទី3គឺអ្នកទិញដីហ្នឹងកុំនិយាយខ្លួនឯងថាខ្លួនឯងរងភាពអយុត្តិធម៌កុំនិយាយថាខ្លួនឯងអត់ដឹងបាទមកសុំទិញដីពីខ្ញុំបាទខ្ញុំធ្លាប់និយាយទូរស័ព្ទផ្ទាល់ទៀតបាទហើយមកជួបខ្ញុំទៀតចឹងកុំនិយាយថាខ្លួនឯងអត់ដឹងហើយបាននិយាយមួយម្ចាស់ដីដើមហើយនៅក្នុងវីដេអូម្ចាស់ដីដើមក៏បាននិយាយដែរថាខ្លួនដឹងហើយម្ចាស់ដីដើមថាធ្លាប់លក់ឲ្យដីហ្នឹងលក់ឲ្យគិតហ្វាមហើយបាទតែមានបំណងរៀបចំគម្រោងរៀបចំឯកសារទាំងអស់ហ្នឹងហ្មងបាទអញ្ចឹងកុំនិយាយថាខ្លួនមិនដឹងរឿងចំណុចទី4គឺអ្នកដែលរៀបចំប្លង់ទុតិយតាហើយអ្នកដែលរៀបចំផ្ទេរឈ្មោះហ្នឹងខ្ញុំនិយាយអំពីភាពមិនប្រក្រតីរបស់មន្ត្រីដែលរៀបចំប្លង់ទុតិយតាហើយនឹងផ្ទេរឈ្មោះហ្នឹងបងប្អូនទាំងគ្នាប្លង់ទុតិយតាណាគឺមិនងាយស្រួលក្នុងការយើងស្នើសុំទេគឺមាននីតិវិធីច្រើនមែនតើគឺដើម្បីគេការពាររបៀបមិនការពាររឿងចឹងណាបងប្អូនទាំងគ្នាលក់ឲ្យគេហើយមកសុំប្លង់ថ្មីទៀតចឹងគេធ្វើឲ្យតឹងមែនតើដើម្បីការពាររឿងហ្នឹងចំណុចទី1ចំណុចទី2បើយើងយកប្លង់របស់យើងទៅប្រចាំធនាគារឬមួយគេខ្ចីលុយគេបាទបន្តមកយើងស្នើសុំប្លង់ថ្មីដើម្បីទៅប្រចាំទៀតអាហ្នឹងមិនមានបញ្ហាណាបងប្អូនទាំងគ្នាបាទអញ្ចឹងហើយគឺគេធ្វើតឹងមែនតើនីតិវិធីគេតឹងមែនតើហើយក្នុងនីតិវិធីច្រើនចំណុចហ្នឹងក្នុងហ្នឹងគឺមាននីតិវិធីមួយដែលត្រូវបិទប្រកាសបាទហើយបិទប្រកាសហ្នឹងមិនបិទម្ដងទៀតបិទ2ដងបាទបិទទី1គឺរយៈពេល30ថ្ងៃបិទទី2រយៈពេល15ថ្ងៃនៅសាលាឃុំដើម្បីទុកឱកាសឲ្យគេតវ៉ាបាទអ្នកដែលពាក់ព័ន្ធដីហ្នឹងចេញមកតវ៉ាមកបើចេញមកតវ៉ាឃើញហើយមានភាពប្រក្រតីមែនគេមិនចេញប្លង់នឹងឲ្យទេក៏ប៉ុន្តែតាក់ទងជាមួយរឿងដីនេះมันមានការបិទប្រកាសនៅសាលាឃុំទាំងពីរលើកទាំងលើកទី1 30ថ្ងៃក៏អត់បិទលើកទី2 15ថ្ងៃក៏មិនបិទបាទធ្វើម៉េចឲ្យខ្ញុំតវ៉ាបានបើអត់មានការបិទប្រកាសផងខ្ញុំអត់ដឹងរឿងសោះបាទខ្ញុំតវ៉ាបានទេបាទនេះគឺជាចំណុចបញ្ហាដែលធ្វើខុសនីតិវិធីចំណុចទី2យោងតាមអ្វីដែលម្ចាស់ដីដើមនិយាយគឺគាត់ថាគេមកយកមេដៃគាត់នៅផ្ទះគាត់មិនដែរបានផ្តិតមេដៃនៅភូមិឃុំស្រុកខេត្តឬមួយក៏មុខមន្ត្រីសុយដីទេអញ្ចឹងគាត់អត់ដឹងទេថាគាត់ផ្តិតមេដៃនឹងគេយកទៅធ្វើប្លង់ថ្មីឬមួយក៏ទៅផ្ទេរឈ្មោះព្រោះគាត់គិតថាការដែលផ្ទេរឈ្មោះត្រូវឡើងទៅស្រុកផ្តិតមេដៃមុខមន្ត្រីសុយដីបានហៅថាផ្ទេរឈ្មោះបាទអញ្ចឹងគេគ្រាន់តែសុំមេដៃគាត់ផ្តិតលើឯកសារគាត់ដឹងពួកអ្នកធម្មតាអ្នកកាន់ឯកសារហ្នឹងគឺចំណុចហ្នឹងគឺមានន័យថាតើការផ្ទេរឈ្មោះប្លង់រឹងនេះត្រូវផ្តិតមេដៃនៅចំពោះមុខមន្ត្រីសុយដីដែរឬទេឬមួយក៏អ្នកធម្មតាអាចកាន់លិខិតរបស់សុយដីទៅយកមេដៃអ្នកណាមកក៏បានបាទនេះគឺជាចំណុចទី2ដែលមើលទៅខុសនីតិវិធី